នេះគឺជាទស្សនវិជ្ជានៃការលក់ដូរមួយកន្លែងនៅតាមបណ្ដោយផ្លូវជាតិលេខ21ដែលអ្នកស្រុកកោះធំនិងអ្នកស្រុកស្អាងខេត្តកណ្ដាលស្គាល់ច្បាស់ណាស់គឺកន្លែងលក់ឆៃពៅឆ្ងាញ់ប្រចាំស្រុកស្អាងដែលមានចម្ងាយមិនឆ្ងាយប៉ុន្មាននោះទេពីក្រុងតាខ្មៅដែលស្ថិតនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញដែលបងប្អូនភាគច្រើនធ្វើដំណើរឆ្លងកាត់នៅទីនេះតែងតែចូលទិញមានតូបលក់ជាច្រើនកន្លែងដែលមានម៉ួយរបស់ពួកគាត់ម្នាក់ផងដែរហើយកន្លែងមួយនេះបងប្អូនក៏អាចទៅរកបានដូចជាឆៃពៅឆ្ងាញ់មានទាំងផ្អែមមានទាំងប្រៃម្ទេសជ្រក់និងខ្ទឹមជ្រក់និងមានផ្សេងទៀតទៅតាមតូបនីមួយៗរបស់ពួកគាត់ហើយចំពោះរសជាតិវិញក៏ឆ្ងាញ់ផងដែរហើយនៅកន្លែងមួយនេះបើតាមដឹងគឺគាត់លក់ជាច្រើនឆ្នាំមកហើយ20ទៅ30ឆ្នាំឬក៏អាចលឿននេះផងដែរហើយចំពោះឆៃថៅវិញគឺនាំមកទៅតាមបណ្ដាខេត្តនានានៅក្នុងស្រុករបស់យើងដើម្បីធ្វើជាឆៃពៅដ៏ឈ្ងុយឆ្ងាញ់ជូនបងប្អូនទាំងអស់គ្នាដូច្នេះបងប្អូនដែលឆ្លងកាត់នៅទីនេះដល់ត្រង់ចំណុចស្ពានទី11នៃផ្លូវជាតិលេខ21កុំភ្លេចចូលជួយទិញឆៃពៅផងជាពិសេសអាចចូលទៅតូបលេខ09បានដែលមានឆៃពៅដ៏ឆ្ងាញ់ហើយបងប្អូនក៏អាចទំនាក់ទំនងទៅតាមលេខទូរស័ព្ទរបស់គាត់នៅក្នុងវីដេអូនេះដើម្បីកុំងបានផងដែរហើយវីដេអូនេះនាំមកជូនដោយខាងលោកម៉ូតូ Dinosaur មានម៉ូតូគ្រប់ស៊េរីមិនថាមួយទឹកមិនថាថ្មីបងប្អូនអាចបងលួចចាប់ពី$50តែប៉ុណ្ណោះបងប្អូនអាចដាក់ពាក្យនៅហាងលោកម៉ូតូ Dinosaur ដែលមានទីតាំងនៅបរិយាថោនឧត្តមផ្លូវជាតិលេខ4បាទសូមអរគុណ